វាគឺជាយុគដ៏ខ្មៅងងឹតនិងមានព្យុះនៅថ្ងៃបុណ្យ Noel ឆ្នាំ1943ហើយនាវាចម្បាំងអាល្លឺម៉ង់ដ៏ខ្លាំងក្លា Sakon Force ដែលជានាវាលឿនបំផុតមួយរបស់កងទ័ពជើងទឹកណាស៊ី Kriegsmarine កំពុងវាយតុកតាត់កាត់សមុទ្រអាកទិកដ៏ខូចនៅលើស្ពាននាវារបស់វាឈរដោយមេបញ្ជាការកងនាវាឧត្តមសេនីយ៍តូ Eric Bay Rear Admiral Eric Bay ដែលកំពុងបើកសម្រុកឆ្ពោះទៅរកគោលដៅងាយរងគ្រោះនៃនាវាពាណិជ្ជកម្មអង់គ្លេសដែលកំពុងធ្វើដំណើរទៅកាន់សហភាពសូវៀតប៉ុន្តែស្ពាននាវាត្រូវបានបំភ្លឺឡើងយ៉ាងភ្លាមៗនៅពេលដែលគ្រាប់ភ្លើងផ្កាយស្ទាយ Shell ស្ពេញខ្យល់លោកបាយស្វែងរកមើលជុំវិញផ្ដេកតាមរយៈព្រើធ្លាក់យ៉ាងខ្លាំងគ្រាន់តែឃើញសញ្ញាដ៏អាក្រក់នៃការបាញ់ចេញពីកាណុងកាំភ្លើងអង់គ្លេសលោកបាយនៅទីនេះដើម្បីប្រយុទ្ធប៉ុន្តែមិនមែនជាមួយនាវាចម្បាំងដែលមានការបំពាក់អាវុធយ៉ាងធ្ងន់ធ្ងរនោះទេដូច្នេះគាត់បញ្ជាឲ្យនាវាបត់150ដឺក្រេហើយគេចខ្លួនប៉ុន្តែក្នុងពេលជាមួយគ្នានេះក៏ព្យាយាមបាញ់ប្រហារទៅលើនាវាអង់គ្លេសវិញនៅពេលដែល Sakon Force បត់ចេញប៉ុមប៉ោងកាំភ្លើងខាងក្រោយដ៏ធំរបស់វាឈ្មោះ Caesar បានបត់មករកជនជាតិអង់គ្លេសហើយបាញ់គ្រាប់ផ្លោងមួយគ្រាប់ចេញពួកគេត្រូវតែគេចចេញពីកាណុងកាំភ្លើងរបស់កងទ័ពជើងទឹកភូមិន្ទ Royal Navy ប៉ុន្តែកាណុងកាំភ្លើងអង់គ្លេសគឺមានភាពជាក់លាក់និងសាហាវណាស់គ្រាប់ផ្លោងមួយបានបុកទម្លុះចំកណ្ដាលរ៉ាដារបស់អាល្លឺម៉ង់យ៉ាងដំណំនៅពេលដែលកងផ្សែងពី Sakon Force ចាប់ផ្ដើមលេចចេញមកគ្រាប់ផ្លោងសត្រូវមួយគ្រាប់ទៀតបានបុកជំនាវាយ៉ាងខ្លាំងដោយមានសម្លេងផ្ទុះដ៏ខ្លាំងក្លា Sakon Force កំពុងបើកលឿនគេចចេញដោយគ្មានរ៉ាដាពួកអាល្លឺម៉ង់កំពុងបើកនាវាដោយខ្វាក់ភ្នែកហើយលោកបាយដោយស្ទាក់ស្ទើរបានបញ្ជាឲ្យត្រឡប់ទៅកំពង់ផែវិញដោយមានទំនុកចិត្តថាគាត់អាចរត់គេចផុតពីការតាមប្រមាញ់របស់អង់គ្លេសប៉ុន្តែលោកបាយមិនដឹងទាល់តែសោះថាកប៉ាល់ល្បាតសមុទ្រ Cruisers មិនបានធ្វើសកម្មភាពតែម្នាក់ឯងនោះទេពេលដែលនាវាអង់គ្លេសតាមដាន Sakon Force ពួកគេបានបញ្ជូនសារទៅកាន់ខាងត្បូងដែលលាក់ខ្លួនក្នុងភាពងងឹតរង់ចាំផ្នែកទី2នៃអន្ទាក់អង់គ្លេសកម្លាំងចម្បាំងដែលដឹកនាំដោយនាវាចម្បាំងដ៏ខ្លាំងក្លា HMS Duke of York ហើយនៅក្នុងបញ្ជាគឺឧត្តមសេនីយ៍ឯក Sir Prof Fraser Admiral Sir Bruce Fraser មេបញ្ជាការកំពូលនៃកងនាវាផ្ទះ Home Fleet ដែលបានមកផ្ទាល់ខ្លួនដើម្បីមើលឃើញ Sakon Force សត្រូវបានលោក Fraser ញឹមដាក់ខ្លួនឯងនៅពេលគាត់ទទួលបានសារដែលប្រាប់គាត់ថា Sakon Force កំពុងឆ្ពោះទៅរកទីតាំងរបស់ពួកគេចំអន្ទាក់នេះគឺត្រៀមនឹងបិទចិត្តហើយសត្រូវដែលពួកគេបានស្វែងរកបានបង្ហាញខ្លួននៅលើរ៉ាដាគិតទីតាំង295ចម្ងាយ35ម៉ៃល៍សមុទ្រឧត្តមសេនីយ៍ឯក Fraser បញ្ជាឲ្យ HMS Duke of York ចូលទៅជិតយឺតពួកគេលួចតាមប្រមាញ់គោលដៅរបស់ពួកគេដោយបោះជំហានចូលទៅជិតបន្តិចម្ដងមួយនៅចម្ងាយ 30,000 ម៉ែត្រវាច្បាស់ណាស់ថា Sakon Force មិនដឹងថាពួកគេនៅទីនេះទេពួកគេបើកកាត់សមុទ្រអាកទិកដ៏ឃោឃៅដោយមិនដឹងខ្លួនចូលទៅក្នុងចម្ងាយប្រយុទ្ធ20 ម៉ែត្រលោក Fraser បញ្ជាឲ្យកងទាហានរបស់គាត់រក្សាជំហរឲ្យស្ងៀម 110,000 diesel Sasol តម្រង់គោលដៅប៉ោងកំភ្លើងដ៏ធំសម្បើមរបស់ Duke of York ចាប់ផ្ដើមធ្វើចលនាមានជីវិតដោយបំពាក់ដោយកាណុងកំភ្លើងចម្បងទំហំ14អ៊ីងដ៏មានឥទ្ធិពលខ្លាំងចំនួន10បញ្ជាឲ្យ Zamaik Jamaica បាញ់គ្រាប់ភ្លើងផ្កាយទន្ទឹមនឹងនេះលោកបាយនិងកងទាហានរបស់គាត់គិតថាការប្រយុទ្ធបានបញ្ចប់ហើយពួកគេកំពុងធ្វើដំណើរទៅខាងត្បូងតាមផ្លូវទៅកាន់កំពង់ផែនៅពេលដែលស្រាប់តែគ្រាប់ភ្លើងផ្កាយមួយទៀតបានបំភ្លឺមេចំពីមុខពួកគេគ្រប់គ្នាការយកចិត្តទុកដាក់របស់ទាំងអស់គ្នាត្រូវបានបង្វែរទៅរកប្រភពនោះការបាញ់ Duke of York បើកការបាញ់ប្រហារដោយគ្រាប់កាណុងពេញទំហឹង Broadside កងទាហាននៅលើ Sakon Force ឃើញពិភពលោកជុំវិញពួកគេផ្ទុះឡើងដោយសម្លេងទឹកបោកបក់នឹងដែកគ្រាប់ផ្លោងទំហំ14អ៊ីងតែមួយគ្រាប់បានបុកទម្លុះចំចូលទៅក្នុងប៉ោងកំភ្លើងខាងមុខបំផុតដោយសម្លាប់មនុស្សគ្រប់គ្នាខាងក្នុងដើម្បីការពារកុំឲ្យឃ្លាំងគ្រាប់រំសេវផ្ទុះប៉ោងកំភ្លើងខាងមុខទី2ឈ្មោះ Bueno Bruno ក៏ត្រូវបានបំពេញទឹក flooded ដើម្បីការពារផងដែរលោកបាយដឹងថាពួកគេជាប់អន្ទាក់ហើយគាត់មិនអាចបត់ត្រឡប់ក្រោយបានទេព្រោះនាវាល្បាតសមុទ្រកំពុងតាមដានដូច្នេះជំរឿសតែមួយគត់របស់គាត់ឥឡូវនេះគឺគេចខ្លួនទៅខាងកើត Sakon Force បត់យ៉ាងខ្លាំងទៅខាងឆ្វេងពេលដែលពួកគេបាញ់ប្រហារតបតវិញជាមួយនឹងអ្វីដែលពួកគេមានដែលសម្រាប់ពេលនេះគឺគ្រាន់តែជាប៉ោងកំភ្លើងមួយប៉ុណ្ណោះការបាញ់ប្រហាររបស់សត្រូវធ្លាក់ចុះមកយ៉ាងកក់ក្ដៅគ្រប់ទិសទីជុំវិញពួកគេគ្រាប់ផ្លោងទំហំ14អ៊ីងមួយទៀតបានបុកចម្រិតចនាសម្ព័ន្ធខាងលើរបស់ Sakon Force ដែលបង្កឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅពួកអាល្លឺម៉ង់ដឹងថា Bueno មិនបានឆេះទេហើយពួកគេបានបំពេញទឹកវាដោយគ្មានហេតុផលត្រឹមត្រូវដូច្នេះការបញ្ជាត្រូវបានផ្ដល់ឲ្យដើម្បីបង្ហូរទឹកចេញពីឃ្លាំងគ្រាប់រំសេវហើយ Bueno ក៏ភ្ញាក់ជីវិតឡើងវិញ Sakon Force ទទួលរងការបាញ់ប្រហារពីជំហៀងនិងខាងក្រោយខណៈដែល Bueno ត្រូវរង្គោះរង្គើដោយគ្រាប់ផ្លោងទំហំ14អ៊ីងប៉ោងកំភ្លើងពេញដោយផ្សែងហើយកងទាហានត្រូវតែជំនះចេញ Sakon Force បន្តដំណើរការក្នុងល្បឿនអតិបរមាបំផុតខណៈដែល Caesar ដែលជាប៉ោងកំភ្លើងចុងក្រោយរបស់ពួកគេបន្តបាញ់ទៅលើនាវាអង់គ្លេសត្រឡប់មកលើ Duke of York វិញលោក Fraser កំពុងមានការព្រួយបារម្ភ Sakon Force កំពុងបើកនាវាចេញឆ្ងាយពីសកម្មភាពយ៉ាងទៀងទាត់កាណុងកំភ្លើងរបស់ Duke of York កំពុងកែតម្រង់គោលដៅរបស់ពួកគេប៉ុន្តែគ្រាប់ផ្លោងចូលមកពី Sakon Force បានបុកជំនាវាដែលនាំមកនូវដំណឹងដ៏គ្រោះថ្នាក់ថា
លោកម្ចាស់យើងបានបាត់បង់រ៉ាដាហើយដោយគ្មានរ៉ាដានោះទេគឺមិនមានផ្លូវណាដែលពួកគេអាចកែតម្រង់គោលដៅឲ្យបានលឿននោះទេអនុសេនីតូ Harold Bates មកពីបន្ទប់រ៉ាដាកំពុងធ្វើការលើវាស្រាប់ហើយគាត់អាចឃើញថារ៉ាដាកំពុងបាត់មុខងារដោយមិនចាំបាច់រងចាំការបញ្ជាឬជូនដំណឹងដល់នរណាម្នាក់គាត់ឡើងលើដងនាវា mast ក្នុងកណ្ដាលព្យុះព្រិលវាគឺជាសកម្មភាពដ៏ក្លាហានមិនគួរឲ្យជឿខ្យល់នឹងព្រិលខាងមុខរបស់គាត់ហើយគាត់ត្រូវបានរង្គោះរង្គើម្ដងហើយម្ដងទៀតដោយការផ្ទុះពីកាណុងកំភ្លើងចម្បងប៉ុន្តែ Bates រុញច្រានខ្លួនឯងទៅមុខដោយតាំងចិត្តឡើងលើម្ដងមួយជំហានពួកគេបន្តបាញ់ចូលទៅក្នុងពេលយប់ប៉ុន្តែជាមួយនឹងនាវាអាល្លឺម៉ង់ដែលកំពុងបើកប្រណាំងចេញឱកាសនៃការបាញ់ចំគឺថយចុះជាវិនាទីធ្វើឲ្យលោកបាយរីករាយណាស់ដែល Sarconphos ចិត្តនឹងរួចផុតពីអន្ទាក់ហើយនាវាអង់គ្លេសឥឡូវនេះបើកឆ្ពោះទៅខាងកើតពេញទំហឹងដោយព្យាយាមយ៉ាងអស់សង្ឃឹមដើម្បីតាមទាន់ក្នុងពេលជាមួយគ្នានេះបច្ចេកទេសអាល្លឺម៉ង់ទទួលបានជោគជ័យក្នុងការនាំយកប៉មប៉ោងកំភ្លើងមួយណូមកដំណើរការឡើងវិញវាត្រូវបានប្រើប្រាស់ភ្លាមៗដើម្បីបញ្ជូនគ្រាប់ផ្លោងឆ្ពោះទៅរកសត្រូវនៅលើឌុកអុបយ៉ង Harold Bates តោងជាប់នឹងដងនាវាយ៉ាងតឹងរឹងដូចជាជីវិតរបស់គាត់អាស្រ័យលើវាខ្យល់បក់បោកជុំវិញគាត់រហូតបំបែកមួករបស់គាត់ខ្ចាត់ខ្ចាយប៉ុន្តែគាត់រកឃើញទីតាំងជើងរបស់គាត់និងបន្តទៅមុខដោយកម្លាំងដ៏មហាសាលគាត់អាចរុញអង់តែនរ៉ាដាឲ្យត្រឡប់ចូលទៅក្នុងទីតាំងដើមវិញបានយ៉ាងហួតហែងអេក្រង់រ៉ាដាបានរស់រានមានជីវិតឡើងវិញចម្ងាយទំនាក់ទំនង 22,000 ម៉ែត្ររ៉ាដារាយការណ៍ថា Sarconphos នៅចម្ងាយ 22,000 ម៉ែត្រនោះគឺលើសពី10ម៉ៃល៍សមុទ្រវានៅឆ្ងាយប៉ុន្តែវានៅតែជាការបាញ់ដ៏លំបាកក្នុងលក្ខខណ្ឌទាំងនេះកែតម្រង់នឹងបាញ់ឲ្យបានលឿនកាណុងកំភ្លើងកែតម្រង់ឡើងលើនឹងបាញ់គ្រាប់ផ្លោងទំហំ14អ៊ីងហោះឡើងលើមេឃពួកវាធ្វើដំណើរអស់រយៈពេល30វិនាទីដ៏យូរអង្វែងបន្ទាប់មកពួកវាធ្លាក់ចុះមកក្រោមគ្រាប់ផ្លោងមួយបានបុកចំ Sarconphos ឆ្លងកាត់ក្រោះស្ដាងនៅផ្នែកខាងលើហើយចុងក្រោយបានផ្ទុះឡើងនៅក្នុងបន្ទប់ទឹករំពុះលេខ1លោកបាយមានការភ័យរន្ធត់ជាខ្លាំងគាត់ដឹងថាវាបានចប់ហើយដោយដឹងពីវាសនារបស់គាត់ស្រាប់លោកបាយបញ្ជាឲ្យបញ្ជូនសារមួយដែលមានអត្ថបទថាយើងនឹងប្រយុទ្ធរហូតដល់គ្រាប់កាណុងចុងក្រោយវិស្វករអាល្លឺម៉ង់ចាប់ផ្ដើមធ្វើការហើយនាវានឹងងើបឡើងវិញដល់22នុតប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេល្បឿនដែលបានថយចុះរបស់វាធ្វើឲ្យវាមានភាពងាយរងគ្រោះចំពោះការវាយប្រហារដោយថពីដូខណៈនាវាអង់គ្លេសចូលរួមជាមួយកងកម្លាំងចម្បងពីភាគខាងជើង Sarconphos ឥឡូវនេះត្រូវបានព័ទ្ធជុំវិញប៉មប៉ោងកំភ្លើងរងទំហំ15សង់ទីម៉ែត្ររបស់អាល្លឺម៉ង់កំណត់គោលដៅលើនាវាពិឃាត Destroyer មួយក្នុងចំណោមនាវាពិឃាតទាំង4ដែលកំពុងចូលមកជិតពីគ្រឿងធ្វើការវាយលុកនិងបាញ់ torpedo ចំនួន8គ្រាប់ឆ្ពោះទៅកាន់ Sarconphos គ្រាប់ torpedo អង់គ្លេសរកឃើញគោលដៅរបស់វាហើយបុកបំផ្លាញនាវាចម្បាំងអាល្លឺម៉ង់បន្ទាប់មកនាវាពិឃាត2ផ្សេងទៀតធ្វើការវាយលុករបស់ពួកគេដោយបាញ់ torpedo ចំនួន12គ្រាប់ឆ្ពោះទៅកាន់ Sarconphos មួយគ្រាប់បុកចំផ្នែកខាងឆ្វេងនិង3គ្រាប់ទៀតនៅផ្នែកខាងស្ដាំទាំងអស់កើតឡើងក្នុងដំណាក់កាលជាប់គ្នាយ៉ាងលឿននាវារង្គោះរង្គើនឹងធ្ងោវាចាប់ផ្ដើមទទួលទឹកចូលនិងថយចុះល្បឿនដល់10នុត torpedo ឡើងសម្រាប់អ្នកលោកបាយបញ្ជាឲ្យ Sarconphos បត់ត្រឡប់ក្រោយនិងព្យាយាមធ្វើការវាយប្រហារដោយ torpedo ផ្ទាល់ខ្លួនប៉ុន្តែនាវារងរបួសធ្ងន់ធ្ងរពេកមានតែ torpedo មួយគ្រាប់ប៉ុណ្ណោះដែលត្រូវបានបាញ់ចេញហើយវាមិនត្រូវគោលដៅទេ Sarconphos ត្រូវបានព័ទ្ធជុំវិញដោយនាវាអង់គ្លេសនិងត្រូវបានវាយប្រហាររហូតដល់សុំចាញ់ប៉មប៉ោងកំភ្លើងរងរបស់វាបន្តបាញ់សូម្បីតែពេលនាវាកំពុងឆេះនិងត្រូវបានបិទជិតទាំងស្រុងកងទាហានបន្តបាញ់រហូតដល់នាទីចុងក្រោយប៉មប៉ោងកំភ្លើងសេសាបាញ់ម្ដងទៀតនិងអាចបាញ់ជំនាវាពិឃាតមួយនាវាពិឃាតអង់គ្លេសបង្ខំចិត្តបោះជំហានទៅមុខម្ដងទៀតនិងធ្វើការវាយប្រហារដោយ torpedo មួយទៀតក្នុងចម្ងាយជិតបំផុត point blank range 5គ្រាប់បានផ្ទុះប្រឆាំងនឹងតួខ្លួនរបស់ Sarconphos ប៉មប៉ោងកំភ្លើងសេសាដែលជាប៉មដំបូងគេដែលបានបាញ់ក្នុងការប្រយុទ្ធនេះត្រូវរងការខូចខាតនិងចុងក្រោយបានធ្លាក់ក្នុងភាពស្ងៀមស្ងាត់បរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់បានហូរចូលទៅក្នុងរន្ធជាច្រើនហើយនាវាចាប់ផ្ដើមទម្រាកចោតលីសលោកបាយនៅតែឈរនៅលើស្ពាននាវាជាមួយនឹងនាវារបស់គាត់ដែលកំពុងទម្រាកយ៉ាងខ្លាំងទៅខាងស្ដាំនៅក្រោមខ្លួនគាត់ដឹងថាវាបានចប់ពិតប្រាកដហើយចុងក្រោយបានបញ្ជាឲ្យបោះបង់នាវា abandon ship ឧត្តមសេនីយ៍ ឯក Fraser មើលនាវាកងទ័ពជើងទឹកណាស៊ីដ៏អស្ចារ្យក្នុងគ្រាជិតស្លាប់របស់វានៅពេលដែលវាបង្វិលក្រឡាប់ចាក់ច្រមុះនាវារបស់វាធ្ងွေចុះក្រោមដោយលើកផ្នែកខាងក្រោយ stern ឡើងលើអាកាសដងវាសនាវា propellers នៅតែបន្តវិលយឺតលោក Fraser ក្រោយមកនឹងប្រាប់កងទាហានរបស់គាត់ថាសុភាពបុរសទាំងឡាយការប្រយុទ្ធប្រឆាំងនឹង Sarconphos បានបញ្ចប់ដោយជ័យជំនះសម្រាប់ពួកយើងខ្ញុំសង្ឃឹមថាអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកដែលធ្លាប់ត្រូវបានគេហៅឲ្យដឹកនាំនាវាចូលទៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងគូប្រជែងដែលខ្លាំងជាងច្រើនដងនិងបញ្ជានាវារបស់អ្នកដោយភាពអង់អាចក្លាហានដោយដែល Sarconphos ត្រូវបានបញ្ជាថ្ងៃនេះក្នុងចំណោមបុគ្គលិកនាវា1968នាក់របស់ Sarconphos មានតែ36នាក់ប៉ុណ្ណោះត្រូវបានទាញឡើងរស់ពីទឹកឧត្តមសេនីយ៍តូ Eric Bay មិនបានស្ថិតក្នុងចំណោមពួកគេទេ